បើនិយាយពីទឹកធ្លាក់នៅក្នុងប្រទេសកម្ពុជាបងប្អូនទាំងគ្នាប្រកាសជាស្គាល់ច្រើនពិសេសនៅក្នុងខេត្តកំពតកោះកុងនិងកំពង់ស្ពឺប៉ុន្តែទឹកធ្លាក់មួយកន្លែងនេះពិតជាសម្បូរទៅដោយទឹកជ្រោះព្រៃឈើបៃតងស្រស់និងកន្លែងបោះតង់ទៀតពិសេសអាកាសធាតុត្រជាក់ស្ទើរតែគ្រប់រដូវកាលតែម្ដងបាទជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងគ្នាមកទស្សនាទឹកធ្លាក់មួយកន្លែងដែលមានឈ្មោះថាទឹកធ្លាក់ថ្មក្រាលទឹកធ្លាក់ថ្មក្រាលមានចម្ងាយ112គីឡូម៉ែត្រពីទីក្រុងភ្នំពេញមានទីតាំងស្ថិតនៅក្នុងភូមិកោះខ្ទមឃុំជ្រាបស្រុកទឹកផុសខេត្តកំពង់ឆ្នាំងដើម្បីឆ្ពោះដំណើរទៅកាន់ទឹកធ្លាក់ថ្មក្រាលយើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ5លុះមកដល់ផ្សារថ្នល់ទទឹងសូមបត់ឆ្វេងធ្វើដំណើរមកត្រង់រហូតតាមផ្លូវថ្នល់កស៊ូលាយឡំជាមួយនឹងដីក្រហមខ្លះផងយើងនឹងបានមកដល់ទីតាំងសហគមន៍ដែលមានឈ្មោះថាតំបន់ទេសចរធម្មជាតិទឹកធ្លាក់ថ្មក្រាលខេត្តកំពង់ឆ្នាំងគឺជាខេត្តមួយដែលពោរពេញទៅដោយតំបន់ទេសចរធម្មជាតិព្រៃភ្នំព្រៃលិចទឹកពិសេសមានតំបន់ទេសចរប្រវត្តិសាស្ត្រជាច្រើនផងដែរក្នុងនោះមានទឹកធ្លាក់មួយកន្លែងដែលបងប្អូនជាច្រើនចូលចិត្តទៅលេងកម្សាន្តគ្រប់រដូវកាលនោះគឺទឹកធ្លាក់ថ្មក្រាលទឹកធ្លាក់ថ្មក្រាលគឺជាទឹកធ្លាក់មួយកន្លែងដែលមានទឹកជ្រោះច្រើនទៅតាមជើងភ្នំសម្បូរទៅដោយទឹកធ្លាក់ត្រជាក់ថ្លាមានច្រើនដំណាក់និងច្រើនជាន់ងាយស្រួលនៅក្នុងការចុះលេងនិងធ្វើដំណើរដោយថ្មើរជើងផងដែរក្នុងការទៅលេងទឹកធ្លាក់ថ្មក្រាលយើងអាចធ្វើដំណើរបានដោយឡាននិងម៉ូតូបានដូចគ្នាគ្រាន់តែផ្លូវចូលទៅកាន់សហគមន៍ថ្មក្រាលគឺមានដីហុយបន្តិចសម្រាប់អ្នកជិះម៉ូតូសូមពាក់ខោអាវការពារឲ្យបានត្រឹមត្រូវក្នុងការធ្វើដំណើរកំសាន្តលើកនេះពួកខ្ញុំធ្វើដំណើរដោយម៉ូតូមិនបង្អង់យូរទៅដល់ចំពេលថ្ងៃត្រង់ផងពួកយើងក៏បានចូលលេងដីចំការ private មួយកន្លែងដែលមានទឹកជ្រោះតូចល្មមនិងលេងសម្រាប់ធ្វើអាហារថ្ងៃត្រង់ដែលយើងបានត្រៀមសម្ភារៈធ្វើម្ហូបដើម្បី